គ្រាន់តែចេញក្បាលវីដេអូមកបងប្អូនអ្នកខាងស្រុកព្រះស្ដេចក៏ដឹងថានៅត្រង់ចំណុចណាដែរមែនអត់បងប្អូនចានៅខាងត្បូងភ្នំជើកាច់ហ្នឹងហ្មងខ្ញុំជិះទៅចាមកពីផ្ទះម្ដាយនេះខ្ញុំចាម្សិលមកខ្ញុំធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ1ហើយក៏ឈប់ត្រង់ចំណុចនេះចាបងប្អូនចាអ្នកខាងស្រុកព្រះស្ដេចចាចំណុចដែលខ្ញុំបានកំពុងតែថតនេះចានៅត្រង់ភូមិឃុំណាបងប្អូនចាអាចជួយខមមិននៅខាងក្រោមវីដេអូនេះមកកាន់នេះខ្ញុំបានហើយខ្ញុំជឿជាក់ថាបងប្អូនកូនខ្មែរជាពិសេសខាងស្រុកបាភ្នំស្រុកព្រះស្ដេចប្រកាសជាស្គាល់ហើយពីចំណុចចានៃដងស្ទឹងទលេមួយនេះបងប្អូនចាបងប្អូនចំណុចមួយហ្នឹងគេហៅស្ទឹងឬក៏ទលេឬមួយក៏ដៃអូបងប្អូនចាដោយសារខ្ញុំនិយាយអត់ដឹងថាត្រូវមួយណាទេអញ្ចឹងខ្ញុំនិយាយខុសអីសុំពុកម៉ែបងប្អូនអធិស្ឋានមកកាន់នេះខ្ញុំអ្វីដែលសំខាន់ខ្ញុំចង់ឲ្យពុកម៉ែបងប្អូនចាចងចាំនិងដឹងពីចំណុចដីទឹកដីមួយនេះចាដែលស្ថិតនៅក្នុងស្រុកព្រះស្ដេចចាហើយនៅខាងត្បូងភ្នំជើកាច់ស្រុកបាភ្នំណាអរគុណ